ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នាដោយសារតែទទួលសំណួរជាច្រើនពីបងប្អូនដែលនឹងឡើងថ្នាក់ទី12ប្រឡងបាក់ឌុបនៅឆ្នាំក្រោយតែងតែសួរខ្ញុំថាបងខ្ញុំអត់យល់សោះហ្មងគណិតវិទ្យាអញ្ចឹងតើខ្ញុំគួរចាប់រៀនរបៀបម៉េចដើម្បីចេះហើយសំណួរនេះខ្ញុំគិតថាពិតជាមានប្រយោជន៍មិនបានថាមានប្រយោជន៍ដោយសារតែយើងអត់ចេះសោះអត់មានអារម្មណ៍ចង់រៀនទេអញ្ចឹងវាធ្វើបង្កជាបញ្ហាយើងអត់ចង់រៀនទេមិនថាមិនចង់ចេះទេចង់ចេះប៉ុន្តែអត់ដឹងចាប់ដើមពីតាណាដោយសារតែអត់ដឹងថាចាប់ដើមពីតាណាចាប់ដើមវាមិនធ្វើឲ្យចិត្តនឹងអត់ចង់រៀនទេដោយសារតែអញ្ចឹងហើយបានខ្ញុំលើកថតវីដេអូនេះឡើងដើម្បីបញ្ចូលថាត្រូវធ្វើយ៉ាងណាហើយសួរថាខ្ញុំបានអំណះអំណាងមកពីណាយើងមកនិយាយអំណះអំណាងទី1ដោយសារតែខ្ញុំធ្លាប់ជាសិស្សខ្សោយខ្ញុំអត់ចូលចិត្តរៀនដូចគ្នាចឹងណាអត់យល់ហ្មងមានន័យថាមិនដឹងផ្ដើមពីតាណាជំនាន់នឹងសូម្បីសម័យកាលដូចក្រេទី2ខ្ញុំអត់ចេះដោះដែរពេលខ្ញុំរៀនថ្នាក់ទី9អញ្ចឹងទៅខ្ញុំបានប្រើវិធីសាស្ត្រមួយចំនួនដែលធ្វើឲ្យខ្ញុំវិវត្តពីសិស្សខ្សោយហ្នឹងមកសិស្សម្នាក់រៀនបកាជាងគេនៅក្នុងសាលាហើយថ្ងៃនេះខ្ញុំនឹងយកវិធីសាស្ត្រហ្នឹងយកមកបញ្ចូលទី1ទី2គឺបានមានការស្រាវជ្រាវរបស់ខ្ញុំរយៈពេលប្រហែលឆ្នាំជាប់គ្នាខ្ញុំសិក្សាពី soft skill តាក់ទងផ្លូវចិត្តរបស់មនុស្សថាតើរៀនយ៉ាងម៉េចបានចាប់យល់ហើយខ្ញុំបានយកវាទៅ apply មានន័យថាយកវាទៅអនុវត្តជាមួយនឹងសិស្សដែលខ្ញុំបរៀនសប្តាហ៍ថ្ងៃហ្នឹងឃើញថាបានផលមែនអ្នកខ្លះគាត់អត់យល់សោះពីគណិតវិទ្យាចំណាយពេលរៀនតែ2-3ម៉ោងគឺគាត់ចាប់ផ្ដើមបើកចិត្តក្នុងការទទួលយកអញ្ចឹងថ្ងៃហ្នឹងខ្ញុំយកទិចនិចហ្នឹងយកមកយល់នៅក្នុងវីដេអូឃ្លីបនេះអញ្ចឹងបងប្អូនដែលមានបញ្ហាតាក់ទងគណិតវិទ្យាសូមរងចាំស្ដាប់ហើយគិតហើយនឹងបងប្អូនមួយចំនួនដែលគាត់ផ្កាយហើយសាក់គិតរមើលថាតើវិធីសាស្ត្រដែលខ្ញុំប្រាប់ហ្នឹងប្រើបានផលអត់ជំហានទី1ខ្ញុំចង់យល់ថាយើងអត់ចង់រៀនគណិតវិទ្យាដោយសារតែយើងអត់យល់សោះពីវាមកកាលណាយើងអត់យល់សោះអត់ដឹងមើលពីតាណាយើងមើលដូចជាលក្ខណៈជាមេជិកចឹងឧទាហរណ៍អ្នកដែលអត់ចេះភាសាកូដក្នុងកុំព្យូទ័រមើលទៅឡងអញញ៉ៃគួរឲ្យឈឺក្បាលគួរឲ្យធុញអ្នកអត់ចេះគូគំនូមើលគំនូអញញ៉ៃមើលឡើងគឺធុញគឺអត់ចង់គូវិញចឹងត្រូវធ្វើម៉េចត្រូវរៀន start ពីចំណុចទូចមានជាមូលដ្ឋានរបស់វាដូចភាសាចឹងដូចអក្សរខ្មែរយើងចឹងយើងត្រូវរៀនពីស្រៈឡើងវិញពីព្យញ្ជនៈឡើងវិញរួចឆ្ងល់ផងថាចេះយើងធំមកដល់ទី12អញ្ចឹងរៀនរបៀបម៉េចវិធីសាស្ត្រដែលខ្ញុំធ្លាប់តាមហ្នឹងគឺរកអ្នកណាដែលចេះច្បាស់ហើយទៅយល់ពីផ្លូវចិត្តរបស់សិស្សអាចជាគ្រូឬអាចជាសិស្សច្បងឬក៏អាចជាមិត្តភក្តិយើងដែលបកកែដែលគាត់យល់ច្បាស់ឲ្យគាត់ជួយបង្រៀនយើងមិនមែនលក្ខណៈបង្រៀនទេប្រើពាក្យឲ្យច្បាស់អានឹងភាសាថាបង្វឹកបើភាសាអង់គ្លេសថា coach នោះគឺបង្វឹកយើងបង្វឹកថាតើយើងអត់ចេះពីតាណាយើងមានបញ្ហាកន្លែងណាឲ្យគាត់ជួយឆ្កឹះយើងឡើងឧបមាថាគាត់ដាក់យើងដល់ទី12វិញ្ញាសាដែលធ្វើប្រឡងមាន complex មាន limit មានសិក្សាសង្គមដាក់ប្រាយើងអត់ចេះទាំងអស់អញ្ចឹងយើងអត់ចេះប្រកាសអត់ចេះពីមូលដ្ឋានគណិតវិទ្យាមូលដ្ឋានគណិតវិទ្យាមានអីគេឧទាហរណ៍ចំនួន relative អញ្ចឹងរៀនពី relative មកវិញចេះ relative ហើយចូលដល់សម័យកាលមិនសម័យកាលអញ្ញាតអីហោះរៀនដល់សម័យកាលយល់ពីសម័យកាលហើយចាប់ដើមយល់ពីសញ្ញាហោះ limit យ៉ាងម៉េចសញ្ញាអណន្តនឹងយ៉ាងម៉េចហើយការបូកដកនឹងវាយ៉ាងម៉េចគុណសម័យកាលរបៀបម៉េចដោះស្រាយសម័យកាលរបៀបម៉េចយើងយល់ដល់ពេលយើងយល់ទៅចាប់ដើមមានចំណេះជាក់លើខ្លួនឯងឡើងវិញដល់ពេលចាប់ដើមមានចំណេះជាក់ឡើងវិញយើងនឹងមានចិត្តចង់រៀនលើខ្លួនឯងហ្មងដូចជាក់ស្ដែងខ្ញុំចឹងពេលខ្ញុំអត់យល់អត់ចង់រៀនតែហ្មងពួកបើកសភៅឡើងគឺធុញតែហ្មងធុញមែនតើមិនដឹង start ពីកន្លែងណាបើមើលទៅអត់មានយល់អីមួយម៉ាត់ផងពួកអត់រៀនរបៀបម៉េចប៉ុន្តែនៅពេលដែលខ្ញុំចាប់ដើមរៀនយល់ពីចំណុចទូចឡើងទៅវិញខ្ញុំចាប់ដើមជឿជាក់លើខ្លួនឯងហើយចាប់ដើមមានចិត្តចង់ challenge មានន័យថាចង់សាកល្បងជាមួយនឹងលំហាត់ដែលពិបាកថាតើសមត្ថភាពរបស់ខ្ញុំទៅរួចអត់មានអីឃើញលទ្ធផលថាខ្ញុំធ្វើបានច្រើនពេលលំហាត់ជួបលំហាត់ប្រវត្តិខ្ញុំកាន់តែសប្បាយចិត្តក្នុងការធ្វើហើយព្យាយាមនឹងធ្វើវាដល់ពេលរយៈពេលកន្លងផុតទៅខ្ញុំកាន់តែប្រកែទៅអត់ដឹងខ្លួនហើយយូរវាទៅជាទម្លាប់រហូតដល់ញៀនជក់ក្នុងការរៀនខ្ញុំចាំបានថានៅពេលដែលខ្ញុំជក់រៀនមែនតើសូម្បីតែយប់ឡើងទៅដើរលេងដល់ណាក៏ដោយមកវិញដាច់ខាត់គឺត្រូវតែរៀនដែរពីព្រោះបើសិនជាអត់បានរៀនខ្ញុំមានអារម្មណ៍ថានៅអត់សោះដូចខ្វះអ្វីយ៉ាងចឹងដូចជាអ្នកញៀនលេងហ្គេមចឹងកាលណាតែអត់បានលេងហ្គេមគាត់នៅអត់សោះវិញដូចជាអ្នកញៀនមើលវីដេអូវិភាគចឹងបើអត់បានមើលដាច់ភាគណាមួយនៅអត់សោះវិញអញ្ចឹងកាលណាយើងញៀនរៀនដូចគ្នាចឹងដែរគឺត្រូវតែរៀនបើអត់បានរៀនអត់បានដល់លំហាត់បានអីមានអារម្មណ៍ថាខ្លួនឯងដូចខ្វះអីយ៉ាងដល់ពេលខ្វះអីយ៉ាងទៅមានអារម្មណ៍សក់សអញ្ចឹងបាត់អ្នកបកែកាន់តែបកែអ្នកខ្សោយកាន់តែខ្សោយទៅស្អីអ្នកបកែញៀនជាមួយនឹងការរៀនអ្នកខ្សោយញៀននឹងសកម្មភាពផ្សេងដែលមិនមែនតកតងនឹងរឿងរៀនអញ្ចឹងធ្វើឲ្យគាត់ខ្សោយទៅហើយអ្នកដែលបកែកាន់តែបកែទៅបាទឥឡូវទាញមកវិញម្ដងទៀតបើសិនជាខ្សោយខ្លាំងមិនដឹងផ្ដើមចេញពីតាណាទេមធ្យោបាយមួយដែលល្អបំផុតនោះរើសអ្នកណា
đại bậc cải rồi này nát đại bậc cải đại còn vô chụp bát tăngពី hard skill មានជំនាញនេះគឺគណិតជាចង់ចេះគណិតជាគឺអ្នកណាដែលយល់ច្បាស់ពីគណិតជាហ្នឹងហើយយល់ច្បាស់ពីវិធីសាស្ត្របង្រៀនគ្រូដែលបកកែមិនមែនជាគ្រូដែលរៀនខ្លាំងទេគ្រូដែលបកកែជាគ្រូដែលអាចបញ្យល់សិស្សឲ្យយល់កន្លែងហ្នឹងគឺសំខាន់ជាងគេរកអ្នកដែលបកកែហ្នឹងហើយសុំឲ្យគាត់ជួយបរៀនមិនបរៀនទេសុំឲ្យគាត់ជួយបង្វឹកបើពាក្យបង្វឹកមិនត្រូវព្រោះករណីហ្នឹងគាត់មិនអាចបរៀនណាដោយសិស្សធម្មតាយើងរៀនអត់យល់ទេព្រោះមានសិស្សច្រើនដែលគាត់ទៅរៀនគួរជាមួយគេឲ្យរៀនអត់យល់ស្អីដោយសារគាត់តាមអត់ទាន់អញ្ចឹងគាត់ត្រូវការបង្វឹកពីកន្លែងណាដែលគាត់អត់ចេះបង្វឹករហូតទាល់តែគាត់ចេះដល់ពេលគាត់ចេះហើយគាត់មានសមត្ថភាពហើយគាត់មានទំនុកចិត្តលើខ្លួនឯងគាត់ទៅរៀនតាណាបរៀនបានគឺគាត់យល់បានមកអាហ្នឹងខ្ញុំនិយាយបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំបទពិសោធន៍ដែលខ្ញុំបានបរៀននិងបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ជាមួយនឹងមិត្តភក្តិខ្ញុំជាមួយនឹងកូនសិស្សរបស់ខ្ញុំបាទអញ្ចឹងខ្ញុំគិតថាការថតប៉ុណ្ណឹងគឺអាចធ្វើឲ្យបងប្អូនដែលមានបញ្ហាកណ្ដិតជាភ័យខ្លាំងបាត់ទឹកភ័យឯងព្រោះយើងមានដំណោះស្រាយឥឡូវចឹងឆាក់សាក់ទៅដោះស្រាយវាព្រោះបើសិនជាមានបញ្ហាតល់ជាប់ខ្លាំងគិតថាមិនដឹងរកបានអាចមកជួបខ្ញុំនៅ Startup Community ក៏បានឬក៏អាចថតមកលេខទូរស័ព្ទតខ្លួនរបស់ខ្ញុំក៏បានគឺមានលេខ098 28 29 40បាទខ្ញុំពេញចិត្តរីករាយនឹងជួយផ្ដល់ជាយោបល់ខ្លះៗតាមសមត្ថភាពដែលអាចធ្វើទៅបានបាទសូមអរគុណសូមជម្រាបលា